បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានរឿងមួយតែមានពីរឈុតឆាកសម្រាប់ឲ្យបងប្អូនទស្សនាទាំងអស់គ្នាតោះអូខេ let's go បើម្ចាស់ជំនួយគេចែកខ្លួនឯងហ្មងនឹងបានតែបើម្ចាស់គេទៅបាត់គេចូលក្នុងឃ្លាំងអស់ហើយកូនអត់មានទេហើយពួកយើងឃើញតែជំនួយគេមកល្អណាតែដល់ពេលលទ្ធផលចុងក្រោយបើម្ចាស់ជំនួយគេនៅនឹងគេចែកឲ្យយើងតែបើម្ចាស់ជំនួយគេទៅបាត់អត់មានទេបានកូនចែកចឹងល្អកូនហើយដែលបានមានមេត្តាចំពោះពួកខ្ញុំនឹងរំភើបណាស់អរណាស់បានកូនចៅមកជួយចឹងអរហើយខ្ញុំឈុំមកបាត់ពេលអីទៅអាម៉ាក់ខ្ញុំមិនឲ្យទៅដល់ទេសូម្បីតែទឹកអត់មានផឹកដែរចឹងប្តីនៅជួរមុខខ្ញុំអត់មានណៅទៅដល់ទេចាសូម្បីតែទឹកអត់មានផឹកដែរតាក៏មានផឹកដែរបងប្អូនបានទស្សនាคลิปទី1ហើយឥឡូវយើងទស្សនាคลิปទី2បន្តទៀតតើស្អីដូចវាមិនវិញហើយបងប្អូនគិតយ៉ាងណាទាំងអស់គ្នាតោះអូខេ let's go វាមានវីដេអូនេះផ្ទុះឡើងហើយឥឡូវខ្ញុំសូមនិយាយថាគេបានចែកឲ្យមាន2ដងមាន3ដងមាន2ដងមាន3ដងជាហោហាយមកហើយខ្ញុំក៏សូមបានថ្លែងអំណរគុណចំពោះអភិបាលស្រុកខ្ញុំប្រាប់ថាខ្ញុំក៏សូមអរគុណលោកដែរដែលលោកបានជួយគិតគូរពួកខ្ញុំជាភាសឹកហ្នឹងណាថ្ងៃទី11គាត់បានចែកឲ្យពួកខ្ញុំក៏5គីឡូមានមីមានមុងមានភួយមានត្រីងៀតមានសាច់ក្រកនឹងថ្ងៃទី11ណាដល់ថ្ងៃទី12វាមានជាហោហាអញ្ចឹងទៅក៏ខ្ញុំក៏ត្រេកអរដែរការយើងនិយាយនោះនិយាយពេលដែលអត់មានអីសោះអត់ទាន់មានអីទេហើយខ្ញុំក៏មិនចោទថាគណៈកម្មការនៅទីនេះមិនបានមើលខុសត្រូវចំពោះពួកខ្ញុំក៏ខ្ញុំអត់បានចោទដែរក៏គ្រាន់ប្រាប់ថាបើសិនជាម្ចាស់ជំនួយមកជួយចែកខ្លួនឯងផ្ទាល់ទៅខ្ញុំនិយាយអញ្ចឹងខ្ញុំក៏អរគុណគាត់ដែរហើយខ្ញុំក៏មិនដឹកស្មានថាគេយកនេះទៅផុសទៅអីទេខ្ញុំអត់ដឹងព្រោះខ្ញុំអត់ចេះបច្ចេកវិទ្យាហ្នឹងទេវាយូរហើយកូនវាយូរហើយមិនមែនតែបំផើថ្មីហ្នឹង10ថ្ងៃជាងហ្នឹងតែបំផុសអត់មិនដឹងតែឃើញយុគមិញនេះមិនមែនតែឃើញផ្សិលយុគមិញនេះឯងចឹងបងប្អូនបានទស្សនាសាច់រឿងដែលមានពីរคลิปហ្នឹងហើយចឹងបងប្អូនមានមតិយោបល់បែបណាដែរសម្រាប់ខ្ញុំនិយាយទៅខ្ញុំអត់ខឹងជាមួយនឹងអ៊ុំស្រីទេខ្ញុំអត់អន់ចិត្តជាមួយនឹងអ៊ុំស្រីទេហើយសកលវាសនាគាត់ធ្វើក៏គាត់អត់ខុសដែរក៏គាត់អត់ខុសដែរចឹងសាច់រឿងគឺវាបងប្អូនអាចគិតមើលដឹងហើយខ្ញុំអត់ចង់និយាយច្រើនប៉ុន្តែខ្ញុំសំណូមពរដល់ម្ចាស់ជំនួយវិញព្រោះម្ចាស់ជំនួយឃើញថាគាត់ជួយច្រើនណាស់ប៉ុន្តែខ្ញុំសំណូមពរឲ្យគាត់ជួយពេលដែលគាត់ចុះទៅជួយកន្លែងណាមួយដែលគាត់ចង់ជួយសូមទៅហុចឲ្យដល់ដៃនោះគឺល្អបំផុតព្រោះអីកន្លែងដែលយើងចុះទៅហើយយើងស្តុកអីវ៉ាន់ទុកឬក៏យើងចាំស្អែកចាំចែកស្អែកមួយចាំចែកចាំឲ្យគេចែកឬអីហ្នឹងវាអាចមានកន្លែងខ្លះគឺចន្លោះខ្វះខាតហើយអញ្ចឹងកុំឲ្យមានបញ្ហានឹងកើតឡើងព្រោះបញ្ហានេះបងប្អូនគឺដឹងហើយបញ្ហាហ្នឹងវាមិនមានថាយើងឥឡូវឬក៏អីទេនិយាយទៅយើងតាំងពីដើមមកយើងហោហាយមកហើយអារឿងបញ្ហាហ្នឹងមនុស្សឲ្យលុយអញ្ចឹងណាមនុស្សឲ្យនឹងលុយអញ្ចឹងសង្ឃឹមថាម្ចាស់ជំនួយទាំងអស់គាត់ធ្វើបុណ្យគាត់ធ្វើទានធ្វើឲ្យដល់ដៃអ្នកដែលអត់ធ្វើឲ្យដល់ដៃអ្នកដែលក្រសត់ហ្នឹងអាហ្នឹងគឺបានបុណ្យច្រើនហើយបើយើងយកទៅទុកឬយើងយកទៅផ្ញើគេឥឡូវខ្ញុំថាដូចជាកុំឲ្យវាមានបញ្ហារឿងហ្នឹងវាម្ដងហើយម្ដងទៀតអញ្ចឹងហើយគាត់ធ្វើបុណ្យក៏អត់បានបុណ្យដែរពេលដែលគាត់ធ្វើអញ្ចឹងអញ្ចឹងសង្ឃឹមថាម្ចាស់ជំនួយទាំងអស់ព្រោះខ្ញុំឃើញថាជួយមកច្រើនអញ្ចឹងសង្ឃឹមថាគាត់ហុចដល់ដៃអ្នកដែលអត់អាហ្នឹងគឺល្អបំផុតហើយសាច់រឿងហ្នឹងគឺយើងមិននិយាយទេវាចឹងហើយមិនដឹងថានិយាយមិនទៀតទេអញ្ចឹងបងប្អូនក៏គិតដូចខ្ញុំដែរគាត់ខ្ញុំនិយាយខ្ញុំខ្ជិលនិយាយចឹងហ្មងណាវាអញ្ចឹងហើយរឿងអញ្ចឹងសង្ឃឹមថាម្ចាស់ជំនួយវិញម្ចាស់ជំនួយអញ្ចឹងជួយដល់ដៃអ្នកដែលអត់កុំឲ្យមានវិបដិសារីកុំឲ្យមានវិបដិសារីថាជួយគេហ្នឹងអូខេហ្នឹងអរគុណ